ស្រៈនេះស្រៈយើងបានរៀនហើយស្រៈនេះយើងហៅថាស្រៈនេះយើងហៅថាស្រៈយើងយកដែលយើងផ្សំបានហ្នឹងផ្សំបន្តទៀតផ្សំជាមួយស្រៈអ៊ីអឿយយើងផ្សំ3តង់យើងបានស្រៈអឿយយកស្រៈអឿយហ្នឹងយកមកប្រើប្រាស់ងអឿយងឿយយើងថែមងឿយអត់មានសំឡេងទេយើងត្រូវថែមសញ្ញានេះដែលយើងហៅថាសញ្ញាហួនហ្សូហៀនវាទៅជាងអឿយងឿយហួនងឿយបកប្រែថាជនជាតិអញ្ចឹងពីរនេះយើងអានខុសគ្នាយើងអត់ទាន់ថែមសញ្ញានេះយើងអានថាងឿយពីយើងថែមសញ្ញាហួនយើងអានថាងឿយយើងយកអាបន្សំដែលយើងផ្សំបានពីលើហ្នឹងយកផ្សំជាមួយអក្សរកកអឿកយើងបានបន្សំអឿកយកបន្សំអឿកយកទៅប្រើប្រាស់ដែលផ្សំជាមួយនឹងអក្សរនអឿកនឿកយើងថែមសញ្ញាស័ក្តិគឺសញ្ញាឡើងនេះទៅជាស័ក្តិទៅជានឿកប្រែថាប្រទេសអានេះស្រៈអាផ្សំជាមួយនឹងស្រៈអបានអាអអាវយកបន្សំអាវយកទៅប្រើបូកជាមួយអក្សរនអាវណាវយើងថែមសញ្ញាហួននអាវណាវហួនណាវនេះយើងអានថាណាវហៅថាណាអញ្ចឹងងឿយយើងបាន3ពាក្យហើយងឿយប្រែថាជនជាតិឬក៏មនុស្សនឿកប្រែថាប្រទេសណាវប្រែថាណាយើងផ្សំ3ពាក្យហ្នឹងចូលគ្នាងឿយនឿកណាវមនុស្សប្រទេសណាឬក៏ជនជាតិប្រទេសណាដែលខ្មែរយើងនិយាយថាជនជាតិអ្វីរហូតអញlà người nước nào បងជាជនជាតិប្រទេសណាឬក៏ខ្មែរយើងនិយាយថាបងជាជនជាតិអ្វីanh là người nước nào បងជាជនជាតិប្រទេសណាឬក៏បងជាជនជាតិអ្វី tôi là người Campuchia ខ្ញុំជាជនជាតិប្រទេសកម្ពុជាឬក៏ខ្មែរយើងនិយាយថាខ្ញុំជាជនជាតិកម្ពុជា chị là người nước nào ចាយជាជនជាតិប្រទេសណា tôi là người Việt Nam ខ្ញុំជាជនជាតិវៀតណាម em là người nước nào ប្អូនជាជនជាតិប្រទេសណា em là người Thái Lan ខ្ញុំជាជនជាតិប្រទេសថៃឬខ្ញុំជនជាតិថៃ bạn là người nước nào អ្នកជាជនជាតិអ្វី tôi là người Lào ខ្ញុំជាជនជាតិឡាវ